លឺហើយល្មមឆ្អែតដែរទេលោកគ្រូផូលីដាក់ចំឲ្យសុកធីថាធ្វើអញ្ចឹងដោយអត់មានបេះដូងជាកូនខ្មែរអីបន្តិចសោះបើថាឈប់ហើយជួកង់ធ្វើជាគ្រូបង្វឹកវិញទៅល្អជាងលោកគ្រូផូលីដាក់ចំទៅកាន់សុកធីថាគាត់ធ្វើអញ្ចឹងដោយអត់មានបេះដូងជាកូនខ្មែរអីបន្តិចសោះហ្មងបើសិនកីឡាករកូនខ្មែរយើងយកគំរូតាមសុកធីហៅមនុស្សឈើគឺចាប់តែម្ដងធ្វើអញ្ចឹងលែងមានការប្រកួតឲ្យហើយដោយផ្ដាច់ឆ្នាំងបាយខ្លួនឯងអញ្ចឹងសុំកុំធ្វើអញ្ចឹងកែចរិតចេញព្រោះអីយើងគីឡូ60ឈរលើគេទាំងពេជ្រសម្បត្តិទៀតផងហេតុអ្វីបានធ្វើដល់ថ្នាក់ហ្នឹងការប្រកួតលើកមុនធ្វើអញ្ចឹងថាមកពីបញ្ហាគ្រួសារចុះលើកទី2នេះមិនវិញហេតុអីក៏នៅតែដើរទម្រង់ដដែលអញ្ចឹងដាក់រហស្សនាមមនុស្សឈើគឺសំតែម្ដងអត់មានចលនាអីបន្តិចសោះឡើងមកអញ្ចឹងបើដាក់រហស្សនាមមនុស្សយន្តអីទៅគ្រាន់មានចលនាសាកថ្មអីខ្លះដាក់មនុស្សឈើគឺឈរថ្មឹងឡើងទៅអត់សូវវាយតែម្ដងមួយដេញមួយថយដល់ពេលមួយថយមួយដេញវាធ្វើឲ្យខូចកីឡាករអស់រលីងហ្មងខ្ញុំគិតថាពេលដែលសុកធីគាត់ធ្វើអញ្ចឹងគាត់អត់មានបេះដូងជាកូនខ្មែរអត់សមសោះតែម្ដងអាចនឹងធ្វើឲ្យកីឡាករកូនខ្មែរយកតម្រាប់តាមគឺខូចតែម្ដងកាយចរិតចេញទាំងប្រម៉ូទ័រជួយកែផងរឿងនឹងព្រមទាំងគ្រូឬក៏គិតថាលោកគ្រូសំអាងដុនមានសមត្ថភាពក្នុងការបង្ហាត់ដល់សុកធីផ្ទាល់ខ្ញុំឃើញសុកធីវាយ2ដងនេះខ្ញុំខ្មាស់គេតើខ្មាស់សម្រាប់គុណខ្មែរយើងគាត់ជាកម្រិត A បូកប្រចាំប្រទេសបើគាត់ចាញ់ពិន្ទុពេជ្រសម្បត្តិឬចាញ់សន្លប់អីទៅវាមិនអីទេគាត់ធ្វើគេមិនសូវចាប់អារម្មណ៍តែនេះគាត់ឈ្នះពិន្ទុពេជ្រសម្បត្តិគាត់ជារៀមច្បងរបស់ពេជ្រសម្បត្តិនិងជាគំរូដល់កីឡាករផ្សេងទៀតគាត់ធ្វើអញ្ចឹងគឺអត់សមតែម្ដងខ្ញុំសូមឲ្យសុកធីហៅកាកែចំណុចនេះចោលកុំឲ្យវីរុសបាក់តេរីអីហ្នឹងវាជាប់ដល់កីឡាករគីឡូ60ផ្សេងទៀតសូមកែទៅល្អជាងតនយើងនៅមានឱកាសប្រកួតដើម្បីថវិកាយកផ្គត់ផ្គង់គ្រួសារល្មមកែចេញទៅកុំឲ្យមានជាលើកទី3អីគួរងាកមកគិតពីគុណខ្មែរវិញបើថាឈប់ព្យួរកង់ហើយធ្វើជាគ្រូបង្វឹកវិញទៅល្អជាងគ្រាន់តែលើកបែបនេះមានអ្នកតាមដានមួយចំនួនចូលទៅខមមិនថាមាននៅចាំសម្ដីសុកធីធ្លាប់និយាយទេថាបើមានរបួសឡើងសង្វៀនមិនបានតើនរណាទទួលខុសត្រូវចិញ្ចឹមប្រពន្ធកូនគាត់លែងគាំទ្រសុកធីចាប់ពីពេលនោះហើយបើវាយបែបនេះគួរតែគ្រប់ស្ថាប័នបិទមិនឲ្យប្រកួតតែម្ដងទៅសុកធីមិនមែនបេះដូងខ្មែរទេបើបេះដូងខ្មែរមិនវាយអញ្ចឹងទេអ្នករៀបចំកម្មវិធីត្រូវយល់ជាកីឡាករលំដាប់មួយរូបឡើងមកប្រកួតតាមអារម្មណ៍តិចទៀតនឹងអស់ទីផ្សារប្រកួតអត់មើលគំរូពេជ្រសម្បត្តិគេប្រឹងកើបលុយឯងរវល់តែធ្វើបែបនេះតិចទៀតចាប់ហើយអ្នកខ្លះថានាំគ្នាដាក់នាមឲ្យសុកធីហៅមនុស្សឈើរួចតាំងបន្ទោសគ្នាសួរថាឈើដែលដើរទៅរកពូថៅអត់មានតែពូថៅកំបិតទេដែលទៅរកឈើបើឈើមើលទៅប្រើការលេងកាត់ហើយទុកចោលទៅមានកីឡាករច្រើនអ្នកទៀតតើរីឯអ្នកខ្លះថាត្រឹមត្រូវហើយលោកគ្រូសុកធីពីមុនកាលទៅមកពីសៀមឬនៅក្នុងស្រុកសៀមឡើងសង្វៀនម្ដងកីឡាករបរទេសឲ្យតែប៉ះចំសុកធីមួយណាក៏សន្លប់ដែរបើចាញ់ច្បាស់ជាចាញ់តែឥឡូវខ្ញុំមិនយកដាក់ក្នុងកែវភ្នែកឲ្យតែសុកធីឡើងប្រកួតគឺខ្ញុំមិនដែលមើលទេចុះបងប្អូនយល់យ៉ាងណាដែរការលើកឡើងរបស់លោកគ្រូផូលីនិងអ្នកតាមដានបែបនេះសូមចូលរួម comment និង share តាមការគួរ